ធ្វើដែលមិនដេញដើម្បីខ្លាចជាឧត្តមបុគ្គលដើម្បីខ្លាចជាឧត្តមបុគ្គលឬបុគ្គលថ្លៃថ្នូរមានកិត្តិយសមានមុខមាត់ក្នុងសង្គមនិងមានមនុស្សម្នាជាច្រើនគោរពរាប់អានយើងក៏បីចេះធ្វើរឿង5យ៉ាងដែលមនុស្សជាច្រើនមិនបានធ្វើហើយតែងតែមើលរំលងទី1មើលទៅគេឲ្យដូចគេមើលមកខ្លួនឯងត្រូវចេះសម្លឹងមើលអ្នកដទៃក្នុងផ្លូវល្អក្នុងផ្លូវវិជ្ជមានហើយនឹងត្រូវជៀសវាងការវាយតម្លៃអ្នកដទៃជាបុគ្គលប្រភេទណាតាមរយៈសម្បកកាយរបស់គេការសម្លឹងមើលអ្នកដទៃក្នុងផ្លូវអាក្រក់វាមិនបានធ្វើឲ្យយើងទទួលបានផលចំណេញឡើយវារឹតតែធ្វើឲ្យយើងធ្វើឲ្យចំណងមិត្តភាពនិងទំនាក់ទំនងគេនឹងយើងបែកបាក់គ្នាពិសេសធ្វើឲ្យខ្លួនយើងផ្ទាល់មានបញ្ហាផ្លូវចិត្តដូច្នេះរឿងសំខាន់ដែលយើងត្រូវធ្វើនោះគឺត្រូវចេះមើលមនុស្សក្នុងផ្លូវល្អកុំរនៅសេចក្តីស្រឡាញ់ពីព្រោះបើយើងមើលមនុស្សក្នុងផ្លូវល្អនោះរឿងល្អៗនឹងកើតឡើងចំពោះយើងដែរទី2ស្រឡាញ់គេឲ្យស្រឡាញ់ដូចស្រឡាញ់ខ្លួនឯងនោះណាក៏ប្រាថ្នាបានចង់បានសេចក្តីស្រឡាញ់ពីអ្នកដទៃដែរដូច្នេះអញ្ចឹងដើម្បីទទួលបានក្តីស្រឡាញ់ពីអ្នកដទៃយើងត្រូវចេះវិនិយោគក្តីស្រឡាញ់របស់យើងឲ្យគេមុនសិនហើយក្តីស្រឡាញ់នោះទៀតសោះត្រូវជាក្តីស្រឡាញ់បរិសុទ្ធក្តីស្រឡាញ់ដែលកើតចេញពីបេះដូងពោលគឺជាក្តីស្រឡាញ់ដូចតែយើងផ្ដល់ខ្លួនឯងនឹងគ្រួសារដូចនោះដែរទី3គោរពគេឲ្យដូចគោរពខ្លួនឯងកុំឲ្យនរណាម្នាក់ជាបុគ្គលដែលមានឋានៈធំឬក៏តូចមានឬក៏ក្រឲ្យសោះអ្វីដែលយើងត្រូវខ្វល់គឺយើងត្រូវគោរពពួកគេដូចគ្នានិងស្មើគ្នាការគោរពនេះពុំមែនសំដៅទៅដល់ថាត្រូវអត់ឱនលូនក្រាបឬក៏ទ្រគេនោះទេមានន័យថាជាការគោរពលក្ខណៈជាបញ្ញវន្តពោលត្រូវនិយាយស្ដីជាមួយគេដោយប្រើពាក្យសម្ដីថ្លៃថ្នូរមិនត្រូវនិយាយសម្ដីបំពានគេទៅនឹងនោះក៏បីសម្ដែងនៅកប្បកិរិយាកាយវិការឬសកម្មភាពឲ្យបានសមស្របផងដែរទី4សរសើរគេឲ្យដូចសរសើរខ្លួនឯងត្រូវចេះនិយាយសរសើរពីអ្នកដទៃលក្ខណៈពួកគេធ្វើអ្វីបានល្អប្រសើរឬក៏ទទួលបានជោគជ័យលើផ្នែកអ្វីមួយការនិយាយពាក្យសរសើរនេះមិនបង្ហាញត្រឹមតែបង្ហាញឲ្យអ្នកដទៃគិតថាយើងគឺជាមនុស្សដែលយកចិត្តទុកដាក់ចំពោះគេតែប៉ុណ្ណោះទេតែថែមទាំងធ្វើឲ្យគេរឹតតែមានកម្លាំងចិត្តទៀតផងគ្រាមួយក្រមួយជីវិតបើចាយមិនចេះគិតមនុស្សគ្រប់រូបសុទ្ធតែមានក្តីស្រមៃដ៏ធំមួយគឺចង់ខ្លាចជាអ្នកមានទ្រព្យសម្បត្តិហួសហៀរនិងទ្រព្យសម្បត្តិប៉ុន្តែមនុស្សគ្រប់រូបមិនមែនសុទ្ធតែអាចខ្លាចជាអ្នកដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភតាមអ្វីដែលពួកគេសម័យនោះទេអ្នកខ្លះចេញមួយជីវិតរស់នៅក្នុងស្ថានភាពក្រវេទនាឯអ្នកខ្លះទៀតមានឱកាសខ្លាចជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភតែមិនយូរប៉ុន្មានក៏ធ្លាក់ខ្លួនក្រទៅវិញក្នុងនោះក៏មានអ្នកដែលមានវាសនាជាអ្នកមានទ្រព្យសម្បត្តិហួសហៀរពេញមួយជីវិតហើយអ្វីជីវិតរស់នៅក្រៅដំបូលមេឃតែមួយតែមានវាសនាខុសៗគ្នាបែបនេះអ្នកមានមិនសន្មត់ថាជាអ្នកមានចំណូលខ្ពស់ឬក៏ប្រាក់ខែច្រើនកប់ប្រពងនោះទេរីឯអ្នកក្រក៏មិនអាចសន្មត់ថាជាអ្នកមានចំណូលតិចឬក៏ប្រាក់ខែទាបនោះដែរមានន័យថាអ្នកមានប្រាក់ចំណូលខ្ពស់ជួនកាលគេក៏អាចក្លាយជាអ្នកក្របានដែរប្រសិនបើគេចំណាយច្រើនជាងចំណូលចំណែកអ្នកមានប្រាក់ចំណូលទាបក៏ក្លាយជាអ្នកមានបានដែរបើពួកគេចំណាយតិចជាងចំណូលឬក៏មិនចេះគ្រប់គ្រងហិរញ្ញវត្ថុតាមការកត់សម្គាល់ឃើញថាគេដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភភាគច្រើនជាអ្នកដែលមានជំនាញខាងគ្រប់គ្រងហិរញ្ញវត្ថុច្បាស់លាស់ពួកគេមុននឹងសម្រេចចិត្តយកលុយទៅចាយលើអ្វីមួយតែងតែគិតថាតើបានផលចំណេញឬអត់តើមានកត្តាប្រឈមមកដែរឬទេតើគួរចាយលើអ្វីដែលចង់បានដែរឬទេមែនតើអ្នកមានពួកគេមានទម្លាប់បែងចែកការចំណាយជាពីរប្រភេទដាច់ពីគ្នាទី1គឺការចំណាយទៅលើរបស់ដែលជាតម្រូវការទី2ការចំណាយទៅលើរបស់ដែលជាចំណងចុះអ្វីទៅជាការចំណាយលើរបស់ដែលជាតម្រូវការនោះគឺជាការចំណាយទៅលើរបស់អ្វីមួយដែលពួកយើងចាំបាច់បំផុតត្រូវតែមានដោយមិនអាចខ្វះបានហើយបើសិនជាគ្មានវានោះយើងនឹងជួបបញ្ហាលំបាកបែបណាមួយគឺក៏គ្មានប្រតិបត្តិការជាដើមឧទាហរណ៍សាមញ្ញទៅចុះយើងត្រូវការជិះទៅរៀនព្រោះពីផ្ទះទៅសាលារៀនមានចម្ងាយ20គីឡូម៉ែត្រករណីនេះយើងត្រូវតែទិញព្រោះបើមិនទិញទេនឹងជួបបញ្ហាមានដូចជាអាចទៅរៀនយឺតអាចទៅរៀនមិនទៀងទាត់ឬក៏អាចប៉ះពាល់ដល់ការសិក្សាជាដើមដូច្នេះទោះបីជាចង់ឬក៏មិនចង់ទៅតែទិញព្រោះវាជាជម្រើសវាបំរើផលប្រយោជន៍ដល់ការសិក្សារបស់យើងចុះអ្វីជាការចំណាយទៅលើរបស់ដែលជាចំណងជាការចំណាយទៅលើរបស់ដែលយើងគ្រាន់តែចង់បានដោយពុំបានបំរើផលប្រយោជន៍បើគ្មានវាក៏គ្មានបញ្ហាអ្វីដែរចំពោះយើងដែរឧទាហរណ៍បើចង់លោកទូរស័ព្ទស៊េរីថ្មីមួយគ្រឿងតម្លៃក្នុង$10ទូរស័ព្ទទំនើបតម្លៃខ្ទង់$1000នោះបើយើងគ្មានវាក៏គ្មានបញ្ហាដែរហើយក៏មិនអាចរស់នៅបានដដែលមិនតែបើយើងចង់ខូចទៅទូចង់បានឬក៏ទិញនោះយើងត្រូវចំណាយ
លុយជាច្រើនដោយអត្ថប្រយោជន៍អញ្ចឹងការចំណាយលុយខ្ទង់ខុសខ្ពស់ហោះខ្ទង់គឺនិយាយលើរបស់មិនមែនជាតម្រូវការចាំបាច់ហើយធ្វើយើងប្រឈមនឹងពិបត្តិសេដ្ឋកិច្ចនៅក្នុងគ្រួសារឆ្នេះមុននឹងចំណាយលុយទៅលើរបស់អ្វីមួយយើងត្រូវតែគិតបានច្បាស់លាស់ថាតើវាសំខាន់ឬអត់បើគ្មានវាតែមានផលប្រយោជន៍3ដែរឬអ្វីខ្លះតែបើចាយឬក៏ទិញដើម្បីរកស៊ីវិល័យហឺហានេះហើយវាជាអ្វីខ្ញុំនិយាយថាមានគ្រាក្រមួយជីវិតសូមចាំថាតពេញបំពង់ប៉ុន្តែតិចឬក៏បំផ្លាញអស់ដែរដូច្នេះសូមកុំមើលស្រាលបញ្ហាក្នុងជីវិតហើយក៏កុំបណ្ដោះឲ្យតាមព្រៃវាសនាក្នុងការដាក់ចាយពីឲ្យសោះយើងត្រូវចេះយកចិត្តទុកដាក់ដាក់គ្រប់កិច្ចការនិងភារកិច្ចទាំងអស់ហើយក៏ត្រូវតែយកចិត្តទុកដាក់ក្នុងការចាយវាផងដែរព្រោះបើចង់មានជីវភាពទូធាលុះត្រាតែចេះសំចៃមិនអត់ចិត្តចង់មិនខ្ជិះខ្ជាយឬឲ្យមកចត់នឹងត្រូវចេះពិនិត្យពិចារណាបានគ្រប់ជ្រុងជ្រោយមនុស្សចំណាយទៅលើអ្វីមួយពោលគឺទៅយល់ដឹងច្បាស់អំពីតម្រូវការកុំខ្ជិះខ្ជាយអ្វីសោះខ្ញុំបានដឹងពីតម្លៃលុយតាមរយៈការបានបទពិសោធន៍ផ្ទាល់ខ្ញុំនៅគ្រាណាដែលខ្ញុំឆ្លងកាត់ជីវភាពក្រីក្រលំបាកខ្វះខាតនឹងអត់ឃ្លានកន្លងមកហេតុនេះហើយទើបខ្ញុំចែករំលែកដល់អ្នកទាំងអស់គ្នាឲ្យយល់ពីអត្ថន័យនិងតម្លៃរបស់វាសូមស្ដាប់ផ្ដាំផ្ញើថាកុំមើលងាយលុយឲ្យសោះបើអ្នកមើលងាយលុយនោះអ្នកនឹងខ្លាចជាអ្នកមិនជាខ្លាំងជាមនុស្សដែលលុយស្អប់មិនខានពេលណាទៅចាប់ដើមធ្វើនៅពេលដែលយើងដាក់ចិត្តក្នុងការចាំបាច់ធ្វើអ្វីមួយដល់ឬអ្វីមួយកើតឡើងឬក៏នរណាម្នាក់ពេលវេលាហើយជាដើរទៅមុខយូរបំផុតប៉ុន្តែនៅគណៈពេលដែលយើងដាក់ចិត្តធ្វើអ្វីមួយយ៉ាងជំនួសឲ្យការរងចាំនោះពេលវេលាហាក់រហ័សទៅលឿនបំផុត1នាទីមាន60វិនាទីដូចគ្នាទាំងអស់ប៉ុន្តែយឺតឬក៏លឿនវាគឺជាអារម្មណ៍ដែលយើងមានតែប៉ុណ្ណោះយើងតែងតែរងចាំអ្វីមួយប៉ុន្តែនៅពេលវេលាមិនដែលរងចាំទេតើយើងមានពេលវេលា10ឆ្នាំប៉ុន្មានដងដើម្បីរងចាំអ្វីមួយកើតឡើងដោយមិនព្រមធ្វើអ្វីសោះនៅពេលនេះមនុស្សដែលរវល់ទៅនឹងការងាររបស់ខ្លួនភាគច្រើនមិនសូវមានពេលទៅរវល់នឹងរឿងរបស់អ្នកដទៃនោះទេកាន់តែទំនេរច្រើនយើងនឹងកាន់តែមានអារម្មណ៍ប្រេះប្រាស់ច្រើនពេលណាដែលយើងមានពេលទំនេរច្រើននោះយើងនឹងក៏កើតចិត្តចង់ដឹងរឿងអ្នកដទៃច្រើនកើតអារម្មណ៍អត់សុខក៏ច្រើនហើយក៏គិតរឿងប្រេះប្រាស់កាន់តែច្រើននៅពេលដែលយើងរវល់យើងនឹងចង់មានពេលមួយឈប់សម្រាកប៉ុន្តែនៅពេលដែលយើងសម្រាកយូរបន្តិចពេលនោះយើងនឹងមានអារម្មណ៍ថាខ្លួនឯងខ្ជិះខ្ជាយពេលវេលាពេលខ្លះតែងតែរកអ្វីមួយដើម្បីធ្វើកុំឲ្យអត់សុខប៉ុន្តែអ្នកខ្លះទៀតក៏បានបង្កើតលេសគេចវេះពីការងារដើម្បីចង់បន្លប់ខ្លួនឯងថាខ្លួនកំពុងតែមានសេរីភាពឬការខ្ជិះខ្ជាយពេលវេលានៅពេលនេះវាមិនត្រឹមតែជាការខាត់បងពេលវេលាបាក់ចោលទៅទេនោះទេប៉ុន្តែក៏វាជាការខាត់បងលទ្ធផលជាច្រើននៅពេលខាងមុខបើយើងដាំស្វាយមួយដើមនៅថ្ងៃនេះនោះ3ឬទៅ5ឆ្នាំក្រោយយើងនឹងមានផ្លែស្វាយហូបមានម្លប់សម្រាប់ជ្រកបើយើងទិញផ្លែស្វាយពីអ្នកដទៃហូបហើយបោះក្រោកវាចោលនោះ3ទៅ5ឆ្នាំខាងមុខយើងនឹងនៅតែទិញស្វាយពីអ្នកដទៃដដែលឈប់រលេះធ្លាប់ក៏សង្កល់រឿងមួយដែរឬទេតើយើងចង់បានអ្វីដែលយើងពិបាកនឹងយកបានឬអ្វីដែលយើងគ្មានហើយអ្វីដែលយើងត្រូវតស៊ូយកឲ្យលំបាកជាងគេគឺយើងនឹងវានឹងឲ្យតម្លៃវាជាងគេមនុស្សដែលមានការតាំងចិត្តប្រាថ្នាចង់សម្រេចបំណងអ្វីមួយគេនឹងមានអារម្មណ៍រំភើបច្រើនជាងអារម្មណ៍ហត់នឿយការពិតអ្វីដែលជំរុញយើងឲ្យមានថាមពលក្នុងការដើរទៅរកគោលដៅមួយដែលយើងចង់បានកំណត់ទុកគឺគ្មានអ្វីក្រៅពីគោលដៅរបស់យើងនោះទេចូលសង្កេតមើលអារម្មណ៍របស់យើងរាល់ពេលដែលធ្វើការងារអ្វីមួយក៏ដោយតើវាមានថាមពលចេញពីខាងក្នុងដែរឬទេគ្មាននរណាដែលមានឥទ្ធិពលអាចបង្ខំយើងឲ្យធ្វើអ្វីដែលយើងមិនចង់ធ្វើនោះទេហើយក៏គ្មានអ្វីណាម្នាក់ដែលមានឥទ្ធិពលអាចរារាំងយើងកុំឲ្យយើងធ្វើនៅអ្វីដែលយើងចង់ធ្វើនោះបានដែរកម្លាំងដែលមាននៅខាងក្នុងខ្លួនរបស់យើងវាមានច្រើនជាងកម្លាំងដែលមាននៅខាងក្រៅដួងចិត្តដែលមានតែការយកជំនះដែលមានតែការជំនះដ៏មុតនឹងរឿងប៉ឹងគឺមិនងាយបេះផ្ដាស់បែបដូចតែហេតុការណ៍នឹងក្រៅដែលការរំខានយើងបានឡើយមនុស្សដែលដឹងថាខ្លួនឯងទៅធ្វើអ្វីមួយយ៉ាងពិតប្រាកដប្រជាពួកគេមិនយកបញ្ហាឬឧបសគ្គមកធ្វើជាលេសរំខានការប្រឹងប្រែងរបស់ពួកគេនោះទេបើមិនយើងនៅតែបន្តដើរយើងក៏គង់តែនៅនឹងទៅដល់គោលដៅរបស់យើងនៅពេលណាមួយប៉ុន្តែបើសិនបើយើងបបងចោលដោយសារតែការដែលភាពនឿយហត់នោះប្រហែលជាយើងលែងមើលឃើញតម្លៃនៃគោលដៅនោះទៀតឡើយមានពាក្យថាយឺតពេកនោះទេសម្រាប់មនុស្សដែលតែចាប់ផ្ដើមជាថ្មីប៉ុន្តែវានឹងយឺតនៅពេលដែលយើងបំភ្លេចចោលនៅក្តីប្រាថ្នាឬក៏ក្តីស្រមៃរបស់យើងអវសានកថានាងខ្ញុំសូមផ្ញើសេចក្តីដឹងគុណនិងសេចក្តីស្រឡាញ់រាប់អានពីចម្ងាយជូនដល់មិត្តអ្នកអាននៅគ្រប់ទិសទីទាំងអស់ពេលដែលលោកអ្នកបានអានមកដល់ទំព័រនេះគឺមានន័យថាបទទំនេររបស់យើងបានបញ្ចប់ហើយ
ធ្វើឡើងតែប្រវត្តិខ្លះអំពីខ្ញុំតែប៉ុណ្ណោះខ្ញុំសូមអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃដើម្បីអានសៀវភៅនេះតាំងពីទំព័រដំបូងរហូតដល់ទំព័រចុងក្រោយហើយខ្ញុំសូមអរគុណជាអណែកសម្រាប់សេចក្តីស្រឡាញ់ការរាប់អានការគ្រប់គ្រងនិងកម្លាំងចិត្តដ៏ច្រើនលើសលប់ដែលយើងបានប្រើឧបករណ៍ឱកាសដើម្បីទទួលយកនិងផ្ដល់ឲ្យគ្នាទៅវិញទៅមកខ្ញុំសង្ឃឹមថាយើងនឹងបានជួបគ្នានៅបទសម្លេងជាច្រើនផ្សេងទៀតនៅក្នុងសៀវភៅបន្តរបស់ខ្ញុំសូមសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅដល់អ្នកដែលមានឧបការគុណជួយជ្រោមជ្រែងក្នុងការផលិតស្នាដៃនេះឡើងដើម្បីជាផលប្រយោជន៍សម្រាប់មនុស្សជាច្រើនអនាគតបានអាននិងគិតនិងពិចារណាសូមសេចក្តីសុខនិងជោគជ័យគ្រប់ប្រការកើតមានដល់អ្នកដែលបានប្រឹងប្រែងដល់ល្អរហូតមកអំពីញាតិនិពន្ធខ្ញុំបាទឈ្មោះសេងសេតហាត់ថាជាកូនស្រីច្បុកនៅចំណោមបងប្អូន4ប្អូនស្រី5នាក់ខ្ញុំបានចាក់កំណើតនៅក្នុងគ្រួសារកសិករមួយស្ថិតនៅក្នុងភូមិភាគពីយកនៃប្រទេសកម្ពុជាភូមិក្រាំងធំឃុំអូសណ្ដានស្រុកក្រគរខេត្តពោធិ៍សាត់ក្រៅពីការងារស្រែចម្ការឪពុករបស់ខ្ញុំប្រកបរបរឡើងស្ងោរនិងធ្វើស្ករចំណែកម្ដាយរបស់ខ្ញុំវិញគឺជាស្ត្រីមេផ្ទះអ្នកដើមដំណើរនឹងជាអ្នកចិញ្ចឹមសត្វនាងខ្ញុំបានចូលរៀននៅថ្នាក់ទី1ដំបូងក្នុងឆ្នាំ1999នៅក្នុងសាលាបឋមសិក្សាអូសណ្ដានបន្ទាប់ពីឆ្លងកាត់រយៈពេល6ឆ្នាំនៅសាលានេះខ្ញុំបានបន្តការសិក្សាទៅសាលាអនុវិទ្យាល័យស្នេហ៍អន្សានៅក្នុងឆ្នាំ2007អំឡុងពេលសិក្សានៅអនុវិទ្យាល័យខ្ញុំបានបោះបង់ការសិក្សាចោលពាក់កណ្ដាលឆ្នាំសិក្សាបន្ទាប់ពីទីបញ្ចប់ឆមាសទី1បញ្ហារបស់ខ្ញុំគឺខ្ញុំខ្វះមធ្យោបាយធ្វើដំណើរទៅរៀនខ្វះការលើកទឹកចិត្តខ្វះគំរូភាពល្អៗដើម្បីមើលខ្វះការជួយជ្រោមជ្រែងក្នុងការបន្តការសិក្សាហើយខ្វះភាពកក់ក្ដៅនិងការជួយចិត្តទុកដាក់ពីឪពុកម្ដាយក្រោយពីការបោះបង់ការសិក្សាចោលលើកទី1របស់ខ្ញុំបានទៅរស់នៅធ្វើចំការជាមួយម្ដាយមីងរបស់ពុកខ្ញុំត្រូវជាយាយជីដូនមួយអស់រយៈពេល1ឆ្នាំជីវិតនៅក្នុងព្រៃភ្នំចាំចំការតាមដំណើរគ្វាគោនិងជិះកង់ទៅមកចុះឡើងចម្ងាយជាង15គីឡូជារត់ហើយចុងក្រោយដើម្បីត្រឡប់មកភូមិហើយទៅមកចំការបានចាប់ផ្ដើមធ្វើខ្ញុំធុញទ្រាន់ពីមួយថ្ងៃទៅមួយថ្ងៃហើយខ្ញុំបានសម្រេចចិត្តសុំលោកគ្រូនាយកសាលាដើម្បីចុះឈ្មោះចូលរៀនម្ដងទៀតហើយលើនេះខ្ញុំប្រាជ្ញាទៅក្នុងប្រែរៀនឲ្យប្រកែមិនយូរប៉ុន្មានខ្ញុំក៏បានបញ្ចប់ប្រឡងថ្នាក់ Diploma នៅក្នុងឆ្នាំ2010ហើយខ្ញុំបានបន្តការសិក្សានៅវិទ្យាល័យហ៊ុនសែន10មករាបឹងកន្ទួតភាសាថ្មីមកដល់ទៀតពេលនោះខ្ញុំធ្លាក់ខ្លួនឈឺហើយក៏ខកខានក្នុងការប្រឡងឆមាសលើកទី1ហើយខ្ញុំកំពុងតែរៀនថ្នាក់ទី12នេះជាមូលហេតុដែលខ្ញុំសម្រេចចិត្តបោះបង់ការប្រឡងសិក្សាជាលើកទី2ហើយខ្ញុំបានកិច្ចខ្លួនទៅរស់នៅបាត់ដំបងជិត1ឆ្នាំជាអ្នកស៊ីឈ្នួលតាមផ្ទះដើម្បីសន្សំលុយយកមករៀនសូត្របន្តទៀតខ្ញុំបានចាកចេញពីបាត់ដំបងហើយធ្វើដំណើរត្រឡប់មកពោធិ៍សាត់វិញដើម្បីបន្តការសិក្សាបញ្ចប់ថ្នាក់វិទ្យាល័យនៅក្នុងឆ្នាំ2012ជាផលសំណាងរបស់ខ្ញុំនៅក្នុងដើមឆ្នាំ2013ខ្ញុំបានប្រឡងជាប់អាហារូបករណ៍ផ្នែកព័ត៌មានវិទ្យារយៈពេល2ឆ្នាំពីអង្គការ Bachelor NamQuest Cambodia ខ្ញុំមានអានខុសខ្ញុំបានធ្វើដំណើរចាកចេញពីស្រុកកំណើតដើម្បីមកបន្តការសិក្សានៅទីក្រុងភ្នំពេញក្នុងអំឡុងខែតុលាឆ្នាំ2013ដើម្បីបន្តការសិក្សាថ្នាក់ព័ត៌មានវិទ្យាពីកម្មវិធីអាហារូបករណ៍ដែលខ្ញុំបានទទួលហើយខ្ញុំបានបញ្ចប់កម្មវិធីសិក្សានៅសាលានិងចាប់ផ្ដើមកម្មសិក្សានៅក្រុមហ៊ុនក្នុងអំឡុងខែឧសភាឆ្នាំ2015ការជីវិតដូចជាបានរៀបចំជាសាច់សម្រាប់ខ្ញុំដោយគ្រាន់តែខ្ញុំត្រូវដើរទៅដល់ការអត់ធ្មត់តែប៉ុណ្ណោះខ្ញុំបានចូលធ្វើការផ្នែកទីផ្សារអស់រយៈពេល2ឆ្នាំនៅក្នុងក្រុមហ៊ុនឯកជនមួយភាពទន់ទ្រាន់និងងាយនឿយណាយចំពោះជីវិតចាប់ផ្ដើមកើតឡើងសាជាថ្មីចំពោះខ្ញុំមិនតែទោះជាណាក៏ដោយក៏ខ្ញុំមិនបោះបង់ចោលនៅទម្លាប់អានសៀវភៅនិងក្តីស្រមៃរបស់ខ្ញុំឡើយជួនកាលជីវិតរបស់យើងត្រូវធ្លាក់ដុនណាបដល់ដីប៉ុន្តែយើងក្រោកឡើងវិញនឹងឈានទៅមុខទៀតជា20ឆ្នាំនៃយុវវ័យរបស់ខ្ញុំបានបោះបង់ចោលការសប្បាយភ្លើតភ្លើនហើយងើបមកប្រយុទ្ធយកឈ្នះការលំបាកទាំងឡាយដែលសម្រុកចូលមករកខ្ញុំដល់ក្តីអំណត់ខ្ញុំតែមានជំនឿចិត្តថារាល់ពេលដែលយើងអត់ទ្រាំឬក៏តស៊ូដើម្បីយកឈ្នះការលំបាកមួយបាននោះជីវិតនឹងផ្ដល់ឲ្យយើងនូវរង្វាន់ជាទីគាប់ចិត្តហើយនេះហើយរាល់លើកដែលខ្ញុំជួបការលំបាកខ្ញុំបានលួងលោមខ្លួនឯងថាបន្តិចទៀតជីវិតនឹងផ្ដល់រង្វាន់អ្វីមួយឲ្យដែលវាមានតម្លៃស្មើនឹងការលះបង់ការទ្រាំនិងការតស៊ូនេះមិនថាជីវិតបានឆ្លងកាត់រឿងរ៉ាវអ្វីខ្លះប៉ុន្តែគ្រប់យ៉ាងដែលខ្ញុំបានជួបប្រទះ
ដើម្បីឆ្លងកាត់មកវាបានខ្លះទៅជាអ្នកដែលបានជួយដំណឹងមកដល់ទីខ្ញុំនៅទីនេះហើយខ្ញុំពិតជាសូមអរគុណយ៉ាងក្រៃលែងចំពោះរឿងទាំងអស់អរគុណមនុស្សជាទីមនុស្សជាច្រើនដែលខ្ញុំបានមិនអាចរៀបរាប់ឈ្មោះហើយអស់បានអ្នកខ្លះបានខ្លះជាចំណែកនៃជីវិតមេរៀនជីវិតដ៏មានតម្លៃហើយអ្នកខ្លះបានជួយជុំជ្រែងលើកទឹកចិត្តនិងផ្ដល់រង្វាន់ដែរដល់ភាពកក់ក្ដៅខ្ញុំបានជួបទល់មាក់សូមអរគុណដល់ថ្ងៃជាច្រើនដែលខ្ញុំបានឆ្លងកាត់មកដល់ថ្ងៃនេះអរគុណចំពោះគ្រប់យ៉ាងដែលខ្ញុំបានក្លាយជាចំណែកនៃជីវិតខ្ញុំមនុស្សខ្លះបានចាកចេញទៅវិញដោយទុកនូវមេរៀនមានតម្លៃនិងមនុស្សខ្លះទៀតបានចាកចេញដោយបន្សល់ទុកនូវការចងចាំដ៏មានន័យខ្ញុំមិនអាចស្រមៃឃើញជីវិតនៅថ្ងៃនេះដោយពុំមានចំណែកនៃមនុស្សដែលទាំងអស់ដែលខ្ញុំបានជឿនិងបានស្គាល់នៅឡើយដោយសេចក្តីគោរពស្រឡាញ់រាប់អានពីចម្ងាយគ្មាននរណាព្រមជឿលើយើងតាមពីដំបូងនោះឡើយប៉ុន្តែបើសិនមកយើងដាក់ជំនឿជឿជាក់លើខ្លួនឯងហើយមិនបោះបង់តែណាមួយយើងនឹងអាចឲ្យគេជឿលើយើងដូចគ្នាមនុស្សជាច្រើនអាចមិនជឿលើក្តីស្រមៃរបស់យើងរាប់ទាំងមនុស្សដែលយើងស្រឡាញ់ផងដែរប៉ុន្តែពួកគេនឹងជឿលើនៅពេលដែលយើងសម្រេចជោគជ័យក្តីស្រមៃរបស់យើងហើយបង្ហាញលទ្ធផលដែលយើងសម្រេចបាននោះឲ្យគេឃើញបើគ្មាននរណាប្រកម្លាំងចិត្តឲ្យទេជួបដល់កម្លាំងចិត្តឲ្យខ្លួនឯងព្រោះមានតែខ្លួនយើងនោះទេនេះហើយដែលបានឆ្លងកាត់រឿងគ្រប់យ៉ាងជាមួយគ្នារបត់ជីវិតវិថីជីវិតមានភាពបត់បែនចុះឡើងមិនឈប់ឈរហើយនៅគ្រប់របត់នៃជីវិតវាសុទ្ធតែធ្វើឲ្យយើងទទួលបាននូវមេរៀនល្អៗនិងបទពិសោធន៍ប្លែកៗពីគ្នាជាច្រើនដែលយើងត្រូវប្រើជាទុនជីវិតដើម្បីបន្តការរស់នៅតទៅមុខទៀតយើងបានជួបមនុស្សគ្រប់គ្នានៅក្នុងរបត់ជីវិតផ្សេងៗគ្នាកលៈទេសៈផ្សេងៗគ្នាអារម្មណ៍របស់យើងដែលផ្ដោតចេញទៅក៏ផ្សេងគ្នាហើយអ្វីដែលយើងបានទទួលបានពីពួកគេក៏ផ្សេងគ្នាទំនាក់ទំនងមួយចាប់ផ្ដើមឡើងដោយរឿងតូចតាចមួយដែរសូម្បីតែយើងស្ទើរតែភ្លេចអស់ទៅហើយថានោះគឺជាអ្វីមួយជួនកាលវាចាប់ផ្ដើមឡើងដោយស្នាមញញឹមដែលយើងញញឹមចោលឬក៏ជួនកាលជាស្នាមញញឹមដែលយើងទទួលបានមកគ្រប់មនុស្សដែលយើងទទួលស្គាល់ប្រែប្រួលគ្រប់ទំនាក់ទំនងដែលយើងបានសាងបង្កើតឡើងវាជាផ្លាស់ប្ដូរប៉ុន្តែមានតែមនុស្សម្នាក់ប៉ុណ្ណោះដែលយើងរួមដំណើរជាមួយនៅគ្រប់ចំណុចប្រែប្រួលនៃជីវិតគ្រប់របត់នៃជីវិតហើយមនុស្សម្នាក់នោះតែងតែអត់ទ្រាំតស៊ូជាមួយគ្នាមិនដែលបោះបង់គ្នាចោលពេលលំបាកក៏ព្រមលំបាកហើយនៅពេលដែលសុខសប្បាយក៏អបអរសាទរជាមួយគ្នានោះហើយគឺជាយើងខ្លួនឯងយើងស្ទើរតែមិនអាចចាប់ផ្ដើមពីរឿងនេះទេរហូតដល់ពេលមួយដែលយើងមានជំនឿជាច្រើនតែត្រូវនិយាយប៉ុន្តែអ្នកដែលទទួលដឹងពីរឿងទាំងនោះដោយសូម្បីតែយើងមិនបាននិយាយអ្វីបន្តិចសោះក៏យើងខ្លួនឯងនឹងហើយដែរវាគឺយើងខ្លួនឯងនឹងហើយវាមិនមែនគ្រប់រឿងរ៉ាវសុទ្ធតែត្រូវបាននិយាយចេញមកនោះទេប៉ុន្តែគ្រប់ពេលដែលយើងតែងតែដឹងជានិច្ចថាហើយអ្វីយើងត្រូវតែរក្សាពីទាំងអស់នោះនៅក្នុងចិត្តរហូតមកគ្រប់គ្នាប្រកាសជាមានរឿងជាច្រើនដែលទុកនៅក្នុងចិត្តរហូតមកបានដឹងដូច្នេះខ្ញុំបានដឹងដូច្នេះពីព្រោះតែខ្ញុំក៏ជាជនម្នាក់ក្នុងចំណោមដទៃផ្សេងទៀតដែលមានរឿងជាច្រើនលាក់ក្នុងជំរឿនក្នុងចិត្តប្រហែលជាតាមរយៈរឿងរ៉ាវដែលគ្មានរូបរាងគ្មានស្រមោលនិងគ្មានសម្លេងទាំងអស់នេះហើយដែលធ្វើឲ្យវាមានរឿងច្រើនរំលេចនៅគ្រប់ទំព័រនៃសៀវភៅមួយក្បាលនេះខ្ញុំយល់ថាជីវិតគឺពិតជាមានភាពសាមញ្ញណាស់ប៉ុន្តែចម្រុះតែអាចរស់នៅជាមួយនឹងមនុស្សដែលដ៏សែនសាមញ្ញម្នាក់គឺមិនមែនជារឿងងាយស្រួលទេជីវិតវាស្រួលទេប៉ុន្តែយើងពិបាកនឹងយល់អំពីវាពេលចង់ស្គាល់សកម្មអង្គទៅឆ្លងកាត់ការជឿចាប់និងរងទុក្ខលំបាកសិនបើចង់ស្គាល់ពីតម្លៃនៃភាពស្ងៀមស្ងាត់នោះថាវាមានតម្លៃខ្លាំងប៉ុណ្ណាយើងក៏ត្រូវតែស្វែងយល់ជាមុនសិនថាអារម្មណ៍ច្បងនៅរំខាននោះបែបណាទម្រាំតែស្គាល់ពីតម្លៃនៃវត្តមាននរណាម្នាក់វាទោះតែមានវត្តមានរបស់គេលែងមានបើចង់ចេះផ្ដល់តម្លៃចំពោះអ្វីដែលមានទោះតែធ្លាប់បាត់បង់រួចតែមកហើយបើចង់ស្គាល់តម្លៃនៃពេលវេលាដែលជួបជុំថាវាមានតម្លៃបែបណាទោះតែពេលដែលយើងបែកពេលដែលយើងនឹកនរណាម្នាក់គឺយើងប្រកាសជានឹកជាដល់រឿងអ្វីរឿងល្អៗដែលធ្លាប់បានសាងបង្កើតឡើងជាមួយគ្នាជួនកាលមានពេលដែលចិត្តគ្នាក៏មិនដែលបាននិយាយថានឹកប៉ុន្តែនៅពេលដែលមានអារម្មណ៍ថានឹកយើងគ្រាន់តែនឹកវត្តមានរបស់គេតែប៉ុណ្ណោះហើយស្ទើរតែគ្រប់ពេលវេលាដែលយើងមានចិត្តនឹករលឹកដល់នរណាម្នាក់ខ្លាំងបំផុតឬស្ទើរតែលែងមានឱកាសដើម្បីប្រាប់ពាក្យនឹងឲ្យគេបានដឹងទៅហើយបើមានពេលវេលាសូមចែករំលែកពេលវេលាខ្លះជាមួយមនុស្សជាទីស្រឡាញ់ហើយក៏ត្រូវទុកពេលវេលាខ្លះសម្រាប់ខ្លួនឯងមានជីវិតរស់នៅគឺត្រូវតែមានក្តីស្រឡាញ់ឲ្យបានច្រើនយើងអាចស្រឡាញ់នរណាម្នាក់ក៏បានប៉ុន្តែមិនគួរធ្វើបាបខ្លួនឯងដោយសារតែចិត្តចង់ឈ្នះទៅលើអ្នកដទៃមួយគ្រានោះទេផ្លូវជីវិតវែងឆ្ងាយថ្ងៃនេះស្គាល់គ្នាព្រោះរឿងតូចតាចថ្ងៃក្រោយអាចធ្វើដំណើរជាមួយគ្នា
រួមគ្នាសាងរឿងធំធេងបានថ្ងៃនេះស្គាល់គ្នាដោយសារតែរឿងតូចតាចថ្ងៃក្រោយក៏អាចបែកបាក់គ្នាព្រោះតែរឿងតូចតាចបើស្គាល់គ្នាហើយបែកគ្នាខ្ញុំជ្រើសរើសយកការអភ័យទោសហើយខ្ញុំដឹងថាខ្លួនឯងនឹងជ្រើសរើសបែបនេះដោយរីករាយការដែលយើងស្អប់នរណាម្នាក់មនុស្សម្នាក់វាធ្វើឲ្យយើងជួបគ្នាក្នុងសុបិនកាន់តែច្រើនព្រោះថាយើងប្រឹងរស់នឹកចំពោះរឿងដែលជាប់ទាក់ទងជាមួយនឹងគេកាន់តែច្រើនពេលវេលាដែលមានសេចក្តីស្រឡាញ់ច្រើនត្រូវតែបង្ហាញពីទង្វើដែលប្រកបទៅដោយក្តីស្រឡាញ់ប៉ុន្តែពេលដែលស្អប់ត្រូវតែសម្លាប់ចិត្តស្អប់នោះឲ្យស្លាប់ភ្លាមមុនពេលវេលាបញ្ជាពាក្យសម្ដីមិនល្អចេញមកក្រៅឬក៏បញ្ចេញនៅទង្វើណាមួយដែលមិនល្អដាក់គេ